Trên nào cái này dương mình không mà sầm lạiរឿងថ្មីមានចំណងជើងថាសីតុណ្ហភាពសង្គមរឿងនឹងល្អមួយខ្លាំងមែនទែនហើយខ្ញុំក៏អត់បានសម្រាយរឿងចំណងជើងរឿងអាពាហ៍ពិពាហ៍ដែរអញ្ចឹងណាអ្នកគ្នាអញ្ចឹងខ្ញុំសូមទោសផងតោះមករងចាំយូរតោះយើងទៅចាប់ផ្ដើមរឿងទំនុកទៅដំបូងគេបង្ហាញឃើញសាលារៀនធីវិទ្យាសាស្ត្រសាស្ត្រាវជីវវិគមីយើងកាត់មកបន្ទប់ពិសោធន៍វិញហើយក៏មានដៃមួយបានចុចអេក្រង់ហើយគេក៏ណែនាំទួយប្រុសយើងថប់ឲ្យបានឈ្មោះថាសុងយ៉ាសុនតួបឋមយើងមានឈ្មោះថាហាងចាងវូបានសុំទោសទៅកាន់មិត្តរួមការងារចាងវូបានបន្តនិយាយទៀតថាថ្នាក់ចាងលោកបានបញ្ចប់ការប្រើប្រាស់ឧបករណ៍ហើយឬនៅថ្នាក់ចាងបានទូលវិញថាតើមនុស្សល្ងើដូចអាចទទួលការអនុញ្ញាតជាសិស្សថ្នាក់ផ្ដោយ៉ាងម៉េចទៅវិញឯងមិនឃើញគំរូរបស់ខ្ញុំកំពុងតែដំណើរការទៅឬបានជាមកសួរខ្ញុំអញ្ចឹងចាងវូឮដូច្នេះហើយគេកំធ្លាក់ទឹកមុខបញ្ចុះបន្តិចឯក្រសែភ្នែករបស់ចាងសុនវិញបានសម្លឹងទៅកាន់ចាងវូទាំងសងខ្ពើមចាងសុងបានសម្លឹងទៅកាន់ចាហាងពេញនោះទូរស័ព្ទរបស់គេក៏បានរោឡើងហើយគេក៏បានលើកទូរស័ព្ទមកមើលអ្នកដែលបានផ្ញើសារគេនោះឈ្មោះថាសាងហាងគេបានផ្ញើសារថាយើងបានបញ្ចប់ការងារហើយយើងនឹងទៅដល់ផ្លូវចូលសាលារបស់ឯងក្នុងរយៈពេលកន្លងម៉ោងទៀតត្រៀមខ្លួនចេញដំណើរទៅនៅពេលដែលយ៉ាសុងកំពុងតែអោនមើលទូរស័ព្ទនោះពេលនោះចាងវូបាននិយាយថានោះគំនូររបស់លោកមិនទាន់ដំណើរការទេហើយវាកំពុងតែកត់ត្រាទីនៅលើនេះចំណែកឯមិត្តរួមដែលកំពុងកត់ជំទាស់គឺដូច្នេះហើយគេក៏បានខឹងហើយសម្លក់ទៅកាន់ចាងវូនិយាយថាឯងមិនដឹងថាតើវាត្រូវបានដំណើរការឬអត់នោះទេអ្នកដែលកំពុងធ្វើបទពិសោធន៍គឺថាយើងជាមិនមែនឯងទេចេញឲ្យឆ្ងាយពីយើងទៅគេនិយាយទាំងយកដៃគេរុញទ្រូងរបស់ចាងវូតនិយាយទៀតថាកុំមកជិះទាំងការងាររបស់យើងនៅពេលនោះដែលធ្វើឲ្យចាងមិនអាចទប់លំហករបស់ខ្លួនបានហើយក៏បានដួលនៅពេលនោះចាងវូចិត្តបានធ្លាក់ទៅក្រោមទៅហើយពេលនោះក៏មានដៃមួយបានទ្រពីក្រោយគេអ្នកដែលបានទ្រគេនោះគឺយ៉ាងសុនដែលជាមិត្តរួមការងាររបស់គេចាងវូបានឃើញយូសុងបានទ្រខ្លួនបែបនេះហើយគេក៏សុំទោសហើយក៏និយាយទៅអរគុណថាសុនថាអរគុណហើយគេនិយាយទាំងសប្បាយចិត្តចំណែកឯយូសុងវិញគេមិនមាត់មិនក៏អ្វីទាំងអស់សូមបានរុញចាងវូចេញឲ្យឆ្ងាយពីខ្លួនហើយជូតរកកំណត់របស់គេមកជូតដៃទាំងនិយាយថានៅឲ្យឆ្ងាយពីខ្ញុំបន្តិចចាងវូនៅពេលយ៉ាងសុនធ្វើទង្វើបែបនេះដល់ខ្លួនគេក៏មានកាំងបន្តិចនៅពេលនោះមិត្តរួមការងារគេបាននិយាយថាឯងពិតជាល្អក្នុងការបង្កហេតុដោយអចេតនាខ្ញុំមិនមានកម្លាំងសម្រាប់នោះទេចាងវូឮមិត្តរួមការងារនិយាយបែបនេះហើយគេក៏ឆ្លើយទៅវិញថាពេលប្រើឧបករណ៍រួចប្រាប់ខ្ញុំផងខ្ញុំនឹងធ្វើអ្វីផ្សេងទៀតជាមុនចាងវូបានដើរចេញទៅក្រៅទាំងយកក្រណាត់ដែលបានជូតដៃរបស់ខ្លួនបានមិញនេះយកទៅបោះចោលនៅឯធុងសម្រាប់កាត់មកយ៉ាងសុននៅឯប្រលានយន្តហោះនៅពេលនោះគេបានឃើញមិត្តគេនៅឯប្រលានយន្តហោះហើយនិយាយទៅកាន់គេថាយើងទៅហើយបាយបាយយ៉ាងសុនបានឆ្លើយទៅកាន់មិត្តគេថាសុខសប្បាយផ្លូវកាយផងវើយមកក្រៅប្រលានយន្តហោះវិញពេលនោះយ៉ាងសុនបានចេញឡានទៅផ្ទះរបស់គេវិញនៅពេលនោះគេបានបើកបរឡានបណ្ដើរមើលទូរស័ព្ទបណ្ដើរហើយគេក៏បានឃើញកម្មវិធីមួយហើយគេបានគិតក្នុងចិត្តថាតើនេះជាកម្មវិធីស្អីគេនេះគេក៏បង្ហាញឃើញផ្ទៃមុខរបស់ចាងវូគេបានចុចទៅក្នុងទូរស័ព្ទនោះក៏ឃើញប៊ូតុងអ្វីមួយហើយនៅក្នុងនោះក៏មានមីសឆាតដែរគេក៏បានអានថាអូសទៅឆ្វេងដើម្បីបដិសេធអូសទៅស្ដាំដើម្បីទទួលយកហើយក្នុងទូរស័ព្ទនោះគេបាននិយាយថាមូកំពុងរងចាំការឆ្លើយតបរបស់អ្នកសូមធ្វើការជ្រើសរើសរបស់អ្វីអ្នកយ៉ាងឆាប់រហ័សនៅពេលគេឃើញបែបនេះហើយគេក៏ទទួលយកហើយនៅក្នុងនោះគេបានសរសេរទៀតថាសូមអបអរសាទរតាមគួរពងជោគជ័យហើយពេលនោះគេមានការភ្ញាក់ផ្អើលទាំងនិយាយថាអូចុចច្រឡំហើយអូយ៉ាងសុំបន្ទូលបានឃើញកម្មវិធីនៅក្នុងទូរស័ព្ទរបស់គេក៏បានចុចលេខទៅកាន់មិត្តភ័ក្តិរបស់គេនៅពេលនោះមិត្តភ័ក្តិរបស់គេបានឆ្លើយទៅវិញថា Hello សុខយានសុនគេក៏បន្តនិយាយទៀតថាមានឃើញអំណោយដ៏សែនខប់របស់យើងផ្ញើទៅឯងអត់ណាយ៉ាងសុនឮចាងហាងនិយាយបែបហ្នឹងហើយក៏វិញនិយាយទៅវិញថាចាងហាងអញដោនហ្គេមស្អីក្នុងទូរស័ព្ទរបស់យើងនឹងចាងហាងបានទៅវិញទាំងមើលកញ្ចក់ដៃរបស់គេសាងហានឮយ៉ាងសុនសួរខ្លួនបែបនេះគេក៏បានឆ្លើយថាអាហ្គេមនឹងហេតើអញភ្លេចអ្វីដែលយើងបាននិយាយកាលពីយប់មិញហើយឬអាសុន
ម៉ាក់របស់ឯងមិនហ៊ានសួរឯងទេ ដូច្នេះគ្រប់ពេលគាត់តែងតែសួរយើង កាលពីម្សិលមិញ យើងចង់សួរអញរឿងមួយរាល់ថ្ងៃ ឯងស្រឡាញ់ស្រីក៏ស្រឡាញ់ប្រុស សាងហាងបានសួរទៅកាន់យ៉ាងសុន យ៉ាងសុនបន្ទាប់ពីបានឮមិត្តខ្លួនសួរខ្លួនបែបនេះ គេក៏បានទះតុមួយទំហឹងហើយនិយាយថា ឯងចង់ដេកនៅនឹងឬក៏ចង់ដេកនៅក្រៅបន្ទប់ហា? សាងហាងបន្ទាប់ពីបានឃើញអាការៈមិត្តខ្លួនបែបនេះ គេក៏មានការពិតភ័យជាខ្លាំងហើយងឿស្ងៀម បន្ទាប់មកគេបាននិយាយ ទេគេគ្រាន់តែសួរតើនេះជាអ្វីដែលអ្នកមីងសួរមិនបានជាឯងប្រតិកម្មអ្វីម្ល៉េះហា? យ៉ាងសុនបន្ទាប់ពីបានឃើញសាងហាងនិយាយបែបហ្នឹងហើយ គេក៏បានចាកចេញទៅ ចំណែកឯសាងហាងគេក៏បានសម្លឹងទៅ យ៉ាងសុនទាំងមិនដឹងថាគេបានគិតអ្វីទេ សងបានគិតក្នុងចិត្តហើយពេលនោះមិត្តគេក៏បានបន្តនិយាយទៀតថា ណែមិញឯងអត់និយាយអញ្ចឹង ពេលនេះហើយសេយ៉ុងក៏បានស្ងាត់ ហើយលុះឃើញមិត្តខ្លួនស្ងាត់អញ្ចឹង គេក៏បន្តនិយាយទៀតថា យើងប្រាប់ឯងណាហ្គេមនឹងរយកប់ណាស់ហ្វើយ មិនបានប្រាប់ប្រវត្តិរូបពិតរបស់ឯងទេ ធ្វើធម្មតាទៅមិត្តភក្តិ យានសុនបន្ទាប់ពីបានឮមិត្តខ្លួននិយាយបែបហ្នឹងហើយ គេក៏ឆ្លើយទៅវិញថា យើងនឹងលុបអាហ្គេមលប់ហ្នឹង លើកក្រោយកុំប៉ះទូរស័ព្ទយើងឲ្យសោះ បើមិនអញ្ចឹងទេកុំបន្ទោសយើងថាឆ្លើយឲ្យសោះវើយ បន្ទាប់ពីនិយាយចប់ហើយ គេក៏លុបហ្គេមហ្នឹងរលុប តែក៏មានម៉ូបានផ្ញើសារមកមួយ បានឆាតមកគឺ សាំងមូ គេបានឆាតមកថា សួស្តីខ្ញុំគឺមូ ហេអេទ្រលោកបានបន្ថែមខ្ញុំបន្តែហេតុអ្វីបានជាលោកមិននិយាយសំឡេងនេះ